ក្នុងវីដេអូនេះខ្ញុំអត់និយាយអីច្រើនទេក៏ដែលខ្ញុំថ្ងៃនេះគឺនិយាយទៅមួយហើយរបកទៅសិក្សានៅប្រទេសវៀតណាមខ្ញុំចាំបានថាកាលពីឆ្នាំមូលដ្ឋានឆ្នាំទី1ហ្នឹងគឺខ្ញុំបានដាក់របកទៅសិក្សានៅប្រទេសវៀតណាមហើយរបកដែលខ្ញុំដាក់ហ្នឹងគឺដាក់តាមក្រសួងអ្នកទាំងអស់គ្នាដោយសារមួយរយៈក្រោយនេះសិស្សបងច្រើនមែនតើឆាត់មកសួរខ្ញុំអ្នកខ្លះចូលខមមិនក្នុង YouTube ខ្ញុំតែខ្ញុំមិនទាន់បានឆ្លើយតបអញ្ចឹងក្នុងវីដេអូនេះខ្ញុំមកឆ្លើយតបសរុបរួមហ្មងបច្ចុប្បន្ននេះគឺខ្ញុំអត់បានទៅសិក្សានៅប្រទេសវៀតណាមទេដោយសារការខ្ញុំដាក់ហ្នឹងគឺខ្ញុំអត់បានជាប់ទេគ្រាន់តែខ្ញុំជាសិស្សដែលជាប់បំរុងទេអ្នកគ្នាតែគាត់ខ្ញុំអាចដឹងពីវិធីខ្លះដែលគេធ្វើនៅពេលយើងដាក់របកយើងទៅតាក់ទងទៅខាងណាអញ្ចឹងចំពោះរបកនំផ្ទាល់គឺមានเพจក្រសួងផុសគឺเพจ MOE ជារៀងរាល់ឆ្នាំក្រសួងបានផុសឲ្យអ្នកគ្នាអាចចូលទៅឆែកមើលរបស់ក្រសួងបានហើយគេមានការពាក្យប្រឡងត្រឹមត្រូវហើយសម្រាប់អ្នកគ្នាដែលចង់ដាក់ពាក្យប្រឡងរបកទៅសិក្សានៅក្រៅប្រទេសផ្សេងតាមរយៈក្រសួងអ្នកគ្នាអាចទៅសាកសួរនៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្របានកន្លែងហ្នឹងជាកន្លែងដែលគេទទួលពាក្យហើយគេដាក់ពាក្យនៅនឹងមកជារៀងរាល់ឆ្នាំការប្រឡងគេធ្វើនៅវិទ្យាល័យព្រះស៊ីសុវត្ថិប៉ុន្តែមកទៅបច្ចុប្បន្ននេះខ្ញុំមិនដឹងថាគេមានគម្រោងបដូរឬមិនទេអញ្ចឹងមានតែអ្នកគ្នាអាចទៅសាកសួរនៅខាងវិទ្យាស្ថាននឹងបានចំពោះការដាក់របកទៅសិក្សានៅប្រទេសវៀតណាមការប្រឡងមាន2មុខគឺវប្បធម៌ទូទៅនិងគណិតវិទ្យាមួយមានតែអ្នកគ្នាលក្ខខណ្ឌគេបើសិនជាអ្នកគ្នាជាប់ហើយអ្នកគ្នាបានទៅរៀនគឺគេមានសិទ្ធិឲ្យអ្នកគ្នាប្រឡងយករបកទៅក្រាបប្រទេសម្ដងទៀតទេចំពោះរបស់ក្រសួងនិយាយនេះដោយសារតែខ្ញុំបានធ្លាប់អានសេចក្តីណែនាំរបស់គេនៅពេលដែលការប្រឡងគឺពាក្យប្រឡងគេមានដាក់នៅក្នុងហ្នឹងហើយពេលដែលអ្នកទាំងអស់គ្នាទៅរៀននៅហ្នឹងគេទាមទារឲ្យអ្នកគ្នារៀនភាសាវៀតណាមមួយឆ្នាំទើបអ្នកគ្នាអាចរើសជំនាញមួយបានហើយក្រៅពីជាប់អ្នកទាំងអស់គ្នាចេញលទ្ធផលជាប់ហើយគឺគេនឹងទីអ្នកគ្នាចូលក្នុង Telegram ហើយយ៉ាងទៀតអ្នកដែលមានលេខរៀងនៅមុខគេហ្មងអ្នកគ្នាអញ្ចឹងបានន័យថាអ្នកដែលមានលំដាប់ពិន្ទុលើគេគឺយើងមានសិទ្ធិរើសជំនាញនេះខ្ញុំនិយាយទៅតាមអ្វីដែលខ្ញុំធ្លាប់បានធ្វើអ្នកគ្នាអ្វីដែលខ្ញុំធ្លាប់បានដឹងនៅពេលហ្នឹងពួកឯកាលហ្នឹងពេលដែលជាប់បំរុងក៏គេទាញយើងចូលក្នុងក្រុម Telegram មួយទៀតដែរដោយសារតែពេលដែលយើងជាប់បំរុងគឺមានអ្នកខ្លះគេបោះបង់អញ្ចឹងអ្នកដែលជាប់បំរុងគឺជាអ្នកទទួលបានរបកបន្ទាប់នឹងហើយចំពោះអ្នកដែលជាប់ហើយអ្វីដែលអ្នកគ្នាគួរត្រៀមគឺទី1ឆែកសុខភាពទី2គឺមាន passport ចំពោះរឿងហ្នឹងអ្នកគ្នាមិនចាំបាច់ខ្វល់ពេកទេដោយសារតែពេលដែលអ្នកគ្នាជាប់ពេលហ្នឹងខាងលោកគ្រូអ្នកគ្រូដែលគាត់កាន់យើងគាត់នឹងណែនាំយើងបន្ថែមហើយវីដេអូនឹងមានតែប៉ុណ្្នឹងទេអ្នកគ្នាបើសិនជាអ្នកគ្នាមានចម្ងល់អាចចូល comment នៅក្នុងខាងក្រោមវីដេអូនឹងបានហើយអ្នកគ្នាកុំភ្លេចជួយចុច follow page ខ្ញុំមួយផងហើយចំពោះអ្នកដែលចូលមក YouTube ខ្ញុំអ្នកគ្នាកុំភ្លេចជួយ subscribe ខ្ញុំមួយផងអរគុណបាយបាយ